នេះជាព័ត៌មានរបស់ហាង sale ជា file CSV មានម៉ោងបើកម៉ោងបិទទីតាំងនិងមានព័ត៌មានផលិតផលមួយចំនួនអូខេអញ្ចឹងយើងសាកតេស្តសាកមើលយើងសួរជាពីរភាសាអង់គ្លេសនិងភាសាខ្មែរអញ្ចឹងខ្ញុំសួរថាម៉ោងប៉ុន្មានហាងបើកទ្វារជាភាសាអង់គ្លេសអញ្ចឹង what time do you open អូខេអញ្ចឹងឆ្លើយតបហើយជាភាសាអង់គ្លេស we open on Monday to Saturday ពីម៉ោង8ព្រឹកដល់ម៉ោង7យប់ហើយសម្រាប់ថ្ងៃអាទិត្យពីម៉ោង9ព្រឹកដល់ម៉ោង5យប់ដល់ម៉ោង5សៀល5ល្ងាចអូខេអញ្ចឹងយើងឆែកមើលព័ត៌មានត្រូវអត់អូខេអញ្ចឹងបើកម៉ោងច័ន្ទដល់សៅរ៍8អូខេអញ្ចឹងត្រូវហើយអញ្ចឹងខ្ញុំសួរជាភាសាអង់គ្លេសវិញម៉ោងប៉ុន្មានហាងបើកទ្វារម៉ោងប៉ុន្មានហាងបើកទ្វារចាំមើលតើវាអាចឆ្លើយតបជាភាសាខ្មែរបានឬអត់ដោយសារនៅក្នុងព័ត៌មានហាងរបស់យើងគឺយើងសរសេរតែជាភាសាអង់គ្លេសទេបងហាងយើងបើកពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍ពីម៉ោង8ព្រឹកដល់ម៉ោង7យប់ហើយថ្ងៃអាទិត្យពីម៉ោង9ព្រឹកដល់ម៉ោង5ល្ងាចអូខេអញ្ចឹងវាឆ្លើយតបបានណាវាហៅយើងបងទៀតហៅអតិថិជនបាទអូខេអញ្ចឹងសួរតើខ្ញុំអាចទៅមើលហាងផ្ទាល់បានទេតើខ្ញុំចង់ទៅមើលហាងផ្ទាល់អូខេតើខ្ញុំអាចទៅមើលហាងផ្ទាល់បានទេយើងមើលនៅក្នុងនេះអត់មានកន្លែងណាសួរថាទៅមើលហាងផ្ទាល់បានទេអញ្ចឹងវានឹងយកជា Victor ណាដែលគៀកនឹងសំណួរនឹងជាងគេមានន័យនឹងស្រដៀងអញ្ចឹងមាន where is located where is your located កន្លែងនេះអូខេអញ្ចឹងយើងចាំការឆ្លើយតបគេឆ្លើយមកហើយបងអាចមកហាងយើងបានហាងនៅស្ថិតនៅផ្លូវ57សង្កាត់បឹងកេងកង1ខណ្ឌច្បារមនភ្នំពេញក្បែរវាមានឯករាជ្យមានកន្លែងចតឡាននិងនឹងកង់3នៅហាងនៅមុខហាងផងដែរយើងណែនាំឲ្យកក់ទុកជាមុនជាពិសេសថ្ងៃចុងសប្តាហ៍ព្រោះយើងមានភ្ញៀវច្រើនបាទអូខេអញ្ចឹងព័ត៌មានមួយនេះអូខេជាសួរសាកសួរព័ត៌មានដែលមិនតាក់ទងជាមួយនឹងសេវាកម្មរបស់យើងឧទាហរណ៍សួរថាតើមានលក់កង់ឡានឬអត់បាទឧទាហរណ៍ Do you sell car tires អូខេអញ្ចឹងខ្ញុំសួរជាភាសាអង់គ្លេសចុះ Do you sell car tires អូខេអញ្ចឹងវាឆ្លើយថាខ្ញុំជាហាងថែទាំសត្វអញ្ចឹងអត់មានលក់កង់ឡានទេហើយនឹងណែនាំពីផលិតផលនៅក្នុងហាងអញ្ចឹងយើងឃើញថា chatbot យើងរៀងល្អដែរហើយបើចង់ល្អជាងហ្នឹងយើងត្រូវ train បន្ថែមទៀតអូខេអញ្ចឹងខ្ញុំចង់សួរពីសេវាកម្មមួយទឹកឲ្យសត្វឆ្កែបាទខ្ញុំសួរថា how much សួរតម្លៃណា how much for taking bath for my dog អូខេអញ្ចឹងក្នុងនេះមានតម្លៃដើម្បីមួយទឹកឲ្យសត្វឆ្កែអញ្ចឹងកន្លែងនេះតម្លៃអូខេនេះអញ្ចឹងមានតម្លៃវាចាប់មានប្រភេទតាមប្រភេទទៅប្រភេទក្រោម10គីឡូក្រោម10គីឡូ8រៀល medium និង large អូខេរួមទាំងមាន include shampoo មានសម្ងួតអូខេ ear clean សម្រាប់តិច
smart កញ្ចក់ខ្ញុំអូខេអញ្ចឹងឆ្លើយត្រូវហើយ a basic parts your dog includes shampoo អញ្ចឹងមានប្រភេទ small dog and អូខេឥឡូវខ្ញុំចាប់ផ្ដើមកក់អញ្ចឹង I like to book a bath for my dog ខ្ញុំធ្វើការកក់ booking ដើម្បីធ្វើការមុជទឹកឲ្យសត្វឆ្កែរបស់ខ្ញុំ Okay, great. To book a bath for your dog, could you please tell me your name and your phone number? Okay. អញ្ចឹងឈ្មោះម៉ាញ could you please tell me your name and your phone number? Phone number គឺអូខេអញ្ចឹងដាក់តែ name សិនបានហើយសាកអូខេយើងអត់ទាន់ផ្ដល់ phone number ឲ្យទេយើងផ្ដល់ name តែយើងអត់បានប្រាប់អូខេអញ្ចឹង thanks man what your full name and your phone number please also what day and time បាទអញ្ចឹងវាទាមទារ phone number ជាមួយនឹងថ្ងៃដែលយើងកក់ទុកហើយនឹងម៉ោងអូខេដើម្បីកុំឲ្យយូរគឺខ្ញុំផ្ដល់ឲ្យតែម្ដងអញ្ចឹង070 635 484អូខេតោះម៉ោងថ្ងៃគឺ Saturday ថ្ងៃឧទាហរណ៍ថា Sunday ចុះ Sunday and ឧទាហរណ៍ថា Sunday ខ្ញុំវាយខុសចុះ Sunday ម៉ោង10 AM ម៉ោង10ព្រឹកអូខេអញ្ចឹងបើត្រូវវានឹង save ចូលនៅក្នុងនេះអូខេចាំមើលវា save បានអត់អូខេវាកំពុងតែធ្វើការអូខេអត់ទាន់ឃើញចឹងsaying so Sunday at 10 AM but your full name is man just confirm អូខេឲ្យយើង confirm សិនអូខេ just ខ្ញុំឲ្យវា just call me man វាអត់ទាន់បានព័ត៌មានទាំងស្រុងអូខេចឹងយើងទៅមើលកន្លែងនេះអូខេអញ្ចឹងបាន record ជោគជ័យហើយគឺមានថ្ងៃមានឈ្មោះហើយនឹងមានលេខទូរស័ព្ទហើយនឹងប្រភេទសេវាកម្មញថ្ងៃអាទិត្យម៉ោង10បាទអូខេអញ្ចឹងជោគជ័យនេះជា source code គំរូ Facebook chatbot អញ្ចឹងក្នុង source code នេះគឺមាន4 branch ធំគឺ session ទី1 session ទី2 session ទី3និង session ទី4និង brand មួយទៀតគឺ brand man មានន័យថា source code complete នៅក្នុង brand មួយនេះ session ទី1គឺយើងធ្វើយ៉ាងណាដើម្បីឲ្យ Facebook page ហ្នឹងគឺអាចឆ្លងឆ្លើយជាមួយនឹង local server របស់យើងបានឧទាហរណ៍ថា customer គាត់ផ្ញើពាក្យថា hello អញ្ចឹង server យើងទទួលបាននិងផ្ញើពាក្យ hello ត្រឡប់ទៅវិញនៅក្នុង session ទី1នេះគឺយើងមិនទាន់បង្កើតភាពឆ្លាតវៃឲ្យ chatbot យើងទេគ្រាន់តែ repeat អីដែល customer គាត់បានផ្ញើមកគឺយើងបញ្ជាក់ថា page របស់យើងហ្នឹងគឺអាចឆ្លងឆ្លើយគ្នាបានជាមួយនឹង local server របស់យើងបន្ទាប់មកគឺ session ទី2គឺ brand ទី2នេះគឺយើងចាប់ផ្ដើមបង្កើត memory មានន័យថាធ្វើម៉េចឲ្យ chatbot របស់យើងគឺអាចចងចាំរាល់ history អីដែលគាត់បាន chat ឆ្លងឆ្លើយជាមួយនឹង customer ផ្សេងគ្នាមានន័យថា customer ទី1គាត់បាន chat អីអញ្ចឹងគាត់ចងចាំអីដែលគាត់បាន chat ជាមួយ customer ទី1 customer ទី2 customer ទី3ផ្សេងគ្នាគឺគាត់ចងចាំពី memory ហ្នឹងដល់ session ទី3យើងចាប់ផ្ដើមឲ្យ chatbot ហ្នឹងគាត់អាចប្រើប្រាស់ទិន្នន័យពីក្រុមហ៊ុនរបស់យើងពីព័ត៌មានផលិតផលរបស់យើងហ្នឹងដើម្បីអាចឆ្លើយតបទៅកាន់អតិថិជនបានជាង session ចុងក្រោយគឺយើងផ្ដល់សមត្ថភាពឲ្យ chatbot យើងមួយទៀតគឺគាត់អាចធ្វើការ close sale បានគាត់មានសមត្ថភាពអាច
សុំលេខទូរស័ព្ទភ្ញៀវហើយក៏កត់ត្រា booking ហ្នឹងឬក៏ order ហ្នឹងចូលនៅក្នុង file មួយគឺ file Google Sheet អញ្ចឹងក្នុង session មួយនេះគឺមាន guide មាន file guide មួយគឺយើងអាច follow តាម step by step បាន session ទី1គឺយើង branch វាយើង switch ណា branch ទី1គឺ session 1 guide set up session ទី2អញ្ចឹងក្នុង session មួយនេះគឺមានfile guide ផ្សេងគ្នាយើងអាច click ទៅលើ file guide ហ្នឹងហើយយើង follow step by step គឺខ្ញុំមានសរសេរលម្អិតstep នីមួយយើងអាច follow បានហើយបើយើងមានបញ្ហាកន្លែងណាអាហ្នឹងយើងអាចឆាតសួរខ្ញុំផ្ទាល់បានណាហើយ final project របស់យើងនេះគឺយើងម្នាក់ត្រូវមាន page រៀងខ្លួនមួយមាន business តូចមួយ mini business ហ្នឹងយើងធ្វើម៉េចបង្កើត chatbot មួយមកដើម្បីអាចឆ្លើយតបជាមួយនឹង small business យើងបានហើយ source code គឺយើង push ទៅនៅក្នុង GitHub ហើយយើងបំពេញនៅក្នុង link Google Sheet ដែលខ្ញុំផ្ញើឲ្យអូខេអញ្ចឹងមានឈ្មោះនិងឈ្មោះ page របស់យើងហើយនឹង link GitHub អញ្ចឹង deadline គឺខ្ញុំយកនៅថ្ងៃទី31ខែ7នេះបាទចុងខែហ្នឹងហើយបើមានចម្ងល់អីគឺអាចឆាត direct សួរខ្ញុំបាន